បាទសូមជម្រាបសួរថ្ងៃនេះខ្ញុំមានសារខ្លីអំពីមូលហេតុនៃសេចក្តីស្លាប់របស់មនុស្សហេតុអ្វីបានជាមនុស្សត្រូវស្លាប់មនុស្សភាគច្រើនអត់ឆ្ងល់អត់ចាប់អារម្មណ៍អំពីសេចក្តីស្លាប់របស់មនុស្សទេពីព្រោះមនុស្សភាគច្រើនអត់ស្គាល់ពីប្រភពនៃសេចក្តីស្លាប់មនុស្សភាគច្រើនអត់បានស្វែងយល់អំពីសេចក្តីស្លាប់ហើយក៏អត់មានអ្នកណាបង្រៀនឬក៏ប្រាប់ដល់មនុស្សអំពីសេចក្តីស្លាប់ដែរនៅទីនេះនៅក្នុងព្រះគម្ពីរគឺមានចម្លើយនៃសេចក្តីស្លាប់ព្រះគម្ពីរបានប្រាប់យើងថាព្រះបានបង្កើតសកលលោកព្រះបានបង្កើតផែនដីទន្លេសមុទ្រសត្វនានារុក្ខជាតិនានាហើយនឹងមនុស្សប្រុសស្រីព្រះគម្ពីរបានប្រាប់ដូចនេះព្រះអង្គបានបង្កើតមនុស្សហើយបន្ទាប់មកព្រះអង្គបានបង្កើតសួនច្បារមួយនៅផែនដីនេះនៅក្នុងសួនច្បារនោះមានដើមឈើជាច្រើនគ្រប់ប្រភេទនៅក្នុងសួនច្បារព្រះអង្គបានយកមនុស្សទៅដាក់នៅក្នុងសួនច្បារនោះហើយព្រះអង្គឲ្យមនុស្សធ្វើការងារនៅក្នុងសួនច្បារថែរក្សាសួនច្បារហើយព្រះអង្គបានប្រាប់ដល់មនុស្សទៀតថាមនុស្សអាចបរិភោគផ្លែឈើជាច្រើននៅក្នុងសួនច្បារនោះផងដែរជាមួយគ្នាព្រះអង្គក៏បានហាមឃាត់ដល់មនុស្សនៅផ្លែឈើខ្លះៗដើមឈើខ្លះៗដែលព្រះអង្គមិនបានឲ្យបរិភោគនោះឡើយនៅក្នុងព្រះគម្ពីរលោកុបាទចំពុក2ខ17ខ្ញុំសូមអានជូនតែឯត្រង់ដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយត្បិតនៅថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខាននៅក្នុងសួនច្បារមានដើមឈើមួយប្រភេទគឺដើមឈើដឹងខុសត្រូវព្រះអង្គមិនបានឲ្យមនុស្សបរិភោគឡើយបើសិនមនុស្សបរិភោគនឹងត្រូវស្លាប់ជាមិនខានព្រះអង្គបានហាមឃាត់ដាច់ខាតគឺមិនឲ្យមនុស្សបរិភោគឡើយផ្ទុយទៅវិញបងប្អូនទាំងអស់គ្នានៅក្នុងព្រះគម្ពីរលោកុបាទចំពុក3ខ6ព្រះអង្គបានប្រាប់យើងថាមនុស្សអត់ជឿព្រះបន្ទូលរបស់ព្រះមនុស្សដំបងអត់ស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះមនុស្សដំបងចង់រស់នៅពឹងខ្លួនឯងដឹកនាំខ្លួនឯងអត់ត្រូវការព្រះដូច្នេះនៅក្នុងលោកុបាទចំពុក3ខ6មនុស្សដំបងដដែលនោះឯងគេបានបេះផ្លែឈើដឹងខុសត្រូវមកបរិភោគហើយចែកគ្នាបរិភោគតើមានអ្វីកើតឡើងបងប្អូនទង្វើបែបនេះគឺបានប្រាប់យើងថាមនុស្សដើមដំបូងបានផ្ដាច់ខ្លួនចេញពីព្រះបានចាក់ចេញពីព្រះហើយដោយសារតែពួកគេមិនជឿលើព្រះបន្ទូលរបស់ព្រះមនុស្សដំបូងដដែលនោះឯងបាននាំសេចក្តីស្លាប់មកផែនដីនេះមកដល់មនុស្សគ្រប់ជាតិសាសន៍មកដល់យើងរាល់គ្នាដែរនៅក្នុងលោកុបាទចំពុក5ខ5បានប្រាប់យើងថាម៉េចមនុស្សដំបូងបានស្លាប់ឃើញទេបងប្អូនគេបានស្លាប់ហើយពីព្រោះតែគេអត់ជឿព្រះបន្ទូលរបស់ព្រះមិនមែនតែគេស្លាប់ទេសពថ្ងៃនេះមនុស្សទាំងអស់នៅផែនដីក៏ស្លាប់ដែរបងប្អូនខ្ញុំថ្ងៃមួយខ្ញុំនឹងស្លាប់ថ្ងៃមួយអ្នករាល់គ្នាក៏ស្លាប់ដែរហើយអ្វីពីព្រោះតែមនុស្សដំបូងមិនបានជឿព្រះបន្ទូលរបស់ព្រះមនុស្សដំបូងនោះឯងមិនបានស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះនេះហើយគឺជាមូលហេតុនៃសេចក្តីស្លាប់បាទសូមអរគុណ